ឧត្តមសេនីយ៍ឯកជួននរិនសូមជម្រាបជូនលើករណីមន្ត្រីប៉ូលីសស័ក្តិ5បង្កគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ15ខែឧសភាឆ្នាំ2025ដោយមានខ្លឹមសារដូចខាងក្រោមខ្ញុំបាទសូមគោរពជូនមហាជនមេត្តាជូនជ្រាបថាប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គមលើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី15ខែ5ឆ្នាំ2025មុខក្រសួងមហាផ្ទៃធ្វើឲ្យមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតមនុស្សដែលបង្កឡើងដោយនគរបាលរាជធានីមួយនាក់ឈ្មោះហ៊ុនហេងភេទប្រុសសូមជម្រាបជូនថាភ្លាមខ្ញុំបាទបញ្ជាឲ្យជំនាញនិងមូលដ្ឋានចុះដល់កន្លែងកើតហេតុគឺចាត់ចែងឃាត់ខ្លួនអ្នកបង្កវាស់ជាតិអាល់កុលសំគប់អ្នករបួសនិងរៀបចំសណ្ដាប់ធ្នាប់សូមមហាជនជ្រាបថាច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេគឺអនុវត្តដូចគ្នាស្មើភាពគ្នាខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើសពេលនេះឈ្មោះហ៊ុនហេងបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះព្រមទាំងអនុវត្តនៅវិន័យនគរបាលជាតិកម្ពុជាបណ្តេញចេញពីក្របខ័ណ្ឌផងដែរសូមមហាជនជូនជ្រាបជាព័ត៌មាននិងសំណូមពរដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ជាដាច់ខាតទាំងអស់គ្នាបើស្រវឹងកុំបើកបរខ្ញុំសូមគោរពអរគុណនិងសូមអរគុណបាទនិងមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិក្រោមការផុសដូចជាក្នុងនាមជាពលរដ្ឋខ្ញុំសូមសាទរចំពោះចំណាត់ការមួយនេះសូមច្បាប់អនុវត្តឲ្យតឹងរ៉ឹងបំផុតចំពោះបុគ្គលនេះដេដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះផងនិងដេដើម្បីរក្សាកិត្យានុភាពច្បាប់អង្គភាពនគរបាលផងខ្ញុំពិតជាសោកស្ដាយណាស់ក្នុងនាមជាអ្នកកាន់កិច្ចការច្បាប់ប៉ុន្តែរំលោភច្បាប់ដោយបែកបោះក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ដល់អ្នកដទៃរហូតដល់បាត់បង់ជីវិតផងរងរបួសផងគោរពអរគុណលោកពូអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ